មន្ត្រីជំនាញខាងយោធាបានច្រានចោលចំពោះការលើកឡើងរបស់កងទ័ពថៃដែលបានចេញសេចក្តីថ្លែងការណ៍នៅក្នុងថ្ងៃទី24វិច្ឆិកានេះថាការអះអាងរបស់ថៃកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ដែលបាននិយាយថាមីនដែលទាហានថៃជាន់នោះគឺជាមីនថ្មីដែលដាក់ដោយកម្ពុជាតែបងប្អូនមានដឹងអត់ថាហេតុអ្វីបានជាមន្ត្រីជំនាញយោធាថាការលើកឡើងរបស់ទីបញ្ជាការកងទ័ពថៃដែលបានចេញរបាយការណ៍ដែលមិនត្រឹមត្រូវដោយសារអីអត់បងប្អូនគឺដោយសារតែការលើកឡើងរបស់ភាគីថៃនោះហាគឺជាអ្វីដែលភាគីថៃបានលើកយកមកនិយាយតែឯងដោយជាឯកតោភាគីហើយការលើកឡើងរបស់ថៃនោះហាគឺមិនមែនការលើកឡើងផ្លូវការនោះទេព្រោះថាមុននឹងមានការលើកឡើងជាផ្លូវការណាមួយគឺត្រូវមានការបញ្ជាក់ពីសេចក្តីថ្លែងការណ៍រួមគ្នារវាងអ្នកអង្គការខ្មែររួមគ្នាជាមួយនឹងអ្នកអង្គការថៃហើយថៃគេបានអះអាងដល់ខ្លួនឯងថារបាយការណ៍របស់គេនឹងមានតម្លាភាពនិងអាចផ្ទៀងផ្ទាត់បានតែខ្ញុំឆ្ងល់កម្ពុជានិងថៃឆ្លោះគ្នាតែក៏មានអ្នកសម្របសម្រួលដែលចាំអង្កេតវត្តភាពនៃការគោរពបទជប់បាញ់នោះគឺអាស៊ាន IOT កម្ពុជាមានមួយក្រុមនិងថៃមានមួយក្រុមហើយដល់ពេលចេញរបាយការណ៍បែរជាចេញទៅខាងថៃហើយចេញមកគឺចោតខ្មែរគ្រប់ពេលតែម្ដងអញ្ចឹងហើយបានជាមន្ត្រីជំនាញយោធាបានលើកឡើងថារបាយការណ៍របស់អ្នកសង្កេតការណ៍អាស៊ានគឺត្រូវចេញរួមគ្នាពីក្រុម AOT ទាំងពីរភាគីមិនមែនចេញតែភាគីថៃដោយឯងទេគិតទៅថៃខូចមិនកែហ្មងចោតខ្មែរគ្រប់រឿងទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពហើយក៏ដោយទាហានថៃសម្បូរជើងខ្លាំងរឿងនេះខ្ញុំសង្ឃឹមថាអន្តរជាតិជាពិសេសអាស៊ាននឹងជួយកម្ពុជាក្នុងការស្វែងរកការពិត